បាតកម្មចំនួន2បានលេចឡើងនៅលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃនេះបន្ថែមទៅលើបាតកម្មដែលមានស្រាប់ដែលដឹកនាំដោយគណៈបកសង្គ្រោះជាតិបាតកម្មថ្មីដែលបង្ហាញនៅលើទំព័រមុខរបស់កាសែតនោះគឺមួយការតវ៉ារបស់កម្មករសហជីពនៅខេត្តស្វាយរៀងនិងមួយទៀតគឺជាការទាមទារសំណងបន្ថែមរបស់អតីតពលរដ្ឋបឹងកក់បិទផ្លូវដុតកង់ឡាននៅមុខសាលាក្រុងភ្នំពេញដោយមានបង្ហាញរូបថតហូរកញ្ជ្រៀវរបស់កម្មករកាត់ដេរនៅខេត្តស្វាយរៀងកាសែតភ្នំពេញប៉ុស្តិ៍ដាក់ចំណងជើងថាបកប្រឆាំងនឹងសហជីពជំរុញឲ្យកម្មកររួមគ្នាទាមទារប្រាក់ឈ្នួលឲ្យបាន$160ពីខេត្តស្វាយរៀងកាសែតបានសរសេររៀបរាប់ពីប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីនិងសហភាពសហជីពកម្ពុជាកាលពីថ្ងៃម្សិលមិញបានធ្វើការអំពាវនាវដល់កម្មករនៅខេត្តស្វាយរៀងនិងនៅទូទាំងប្រទេសឲ្យបន្តការតវ៉ាដើម្បីទាមទារការដំឡើងប្រាក់ខែឲ្យដល់$160ក្នុងមួយខែខណៈដែលរដ្ឋាភិបាលតំណាងរោងចក្រនិងសហជីពជួបប្រជុំគ្នានៅថ្ងៃអង្គារនេះដើម្បីពិភាក្សាគ្នាទៅលើការដំឡើងប្រាក់ឈ្នួលដល់កម្មករកាសែតបន្តថាលោកសំរងស៊ីបានប្រាប់ទៅដល់កម្មករឲ្យឈប់ធ្វើការហើយរងចាំរហូតទទួលបានប្រាក់ខែ$160ចាំត្រឡប់ចូលធ្វើការវិញមេបកប្រឆាំងរូបនេះថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថាគឺជារឿងឈួតហើយនឹងត្រូវដាច់បាយនៅពេលដែលរងចាំប្រាក់ឈ្នួល$160នៅឆ្នាំ2018ប្រធានមន្ត្រីការងារខេត្តស្វាយរៀងលោកហាស់ប៊ុនធីថ្លែងប្រាប់កាសែតដែរថាកម្មកររៀបចូលធ្វើការងារវិញស្ទើរតែទាំងអស់ទៅហើយក៏ប៉ុន្តែត្រូវបានបង្អាក់ដំណើរដោយលោកសំរងស៊ីជាមួយគ្នានោះអាជ្ញាធរក៏បានអំពាវនាវឲ្យកម្មករមានភាពស្ងប់ស្ងាត់រងចាំការចរចាប្រាក់ឈ្នួលនៅថ្ងៃអង្គារនេះបន្ថែមទៀតមេដឹកនាំសហជីពលោករងឈុនត្រូវកាសែតស្រង់សម្ដីមកផ្សាយដែរថានឹងផ្ទុះកតកម្មបាតកម្មកម្មករទូទាំងប្រទេសបើលទ្ធផលទាមទារមិនបានដល់$160ក្នុងមួយខែប្រធានបទដូចគ្នានេះដែរត្រូវបានចុះផ្សាយនៅលើទំព័រកាសែតរស្មីកម្ពុជាកាសែតឡើងចំណងជើងថាមន្ត្រីជំនាញបន្ទោសលោកសំរងស៊ីថាបានធ្វើឲ្យការចរចាបញ្ហាប្រាក់ខែនៅបាវិតកាន់តែស្មុគស្មាញអគ្គលេខាធិការរងគណៈកម្មាធិការដោះស្រាយបាតុកម្មកោតកម្មនៅគ្រប់មុខសញ្ញារបស់ក្រសួងកាងារលោកវង្សសុវណ្ណត្រូវកាសែតស្រង់សម្ដីដោយចោទលោកសំរងស៊ីថាបានបំផុសកម្មករឲ្យតវ៉ាប្រាក់ខែដល់$160តាមការឃោសនាបែបនយោបាយលោកវង្សសុវណ្ណបន្តតាមរស្មីកម្ពុជាថាវត្តមានរបស់លោកសំរងស៊ីនាំឲ្យលំបាកទៅដល់អ្នកបច្ចេកទេសដោយលោកបញ្ជាក់ថានោះគឺជាការទាមទារឡើងប្រាក់ឈ្នួលដ៏គំហុកកាសែតបានសរសេរបន្តថាកម្មករមួយចំនួនត្រេកអរចូលរួមគាំទ្រមេបកប្រឆាំងហើយកម្មករផ្សេងទៀតមិនសប្បាយចិត្តដោយរំខានពួកគេធ្វើការដូចគ្នានេះដែរកាសែតកោះសន្តិភាពបានដាក់ចំណងជើងធំនៅទំព័រមុខរបស់ខ្លួនថាបញ្ហាប្រាក់ខែកម្មករលោកសំរងស៊ីបំផុសឲ្យកម្មករធ្វើកោតកម្មទាមទារដំឡើងប្រាក់ខែបន្ថែមពីលើកាសែតរស្មីកម្ពុជាដែលជាកាសែតគាំទ្ររដ្ឋាភិបាលដូចគ្នានោះក៏សន្តិភាពសរសេរថាការរំជើបរំជួលគួរឲ្យកត់សម្គាល់ក្នុងវិស័យវាយនភ័ណ្ឌបានកើតឡើងនៅភាពស្មុគស្មាញជាច្រើនខណៈដែលការទាមទារដំឡើងប្រាក់ខែកំពុងមានការតវ៉ាជាទូទៅក៏សន្តិភាពបន្តថានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងតាយសេងដែលប្រជុំដោយរោងចក្រចំនួនជាង30បានកើតការតវ៉ារឿងប្រាក់ឈ្នួលកន្លះខែមកហើយដែលធ្វើឲ្យនិយោជកត្រូវបង្ខំចិត្តបិទទ្វារមួយចំនួនកាសែតក៏បានសរសេរពីលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានធ្វើដំណើរទៅក្រុងបាវិតដើម្បីចលនាកម្មករឲ្យចូលរួមកោតកម្មទាមទារប្រាក់ខែគោលពី81ដល់$160ដើម្បីដាក់គំនាបរដ្ឋាភិបាលលើសពីនេះក៏សន្តិភាពបានបន្តរៀបរាប់ពីការចូលរួមរបស់កម្មករប្រមាណជា500នាក់ធ្វើបាតកម្មជាមួយនឹងលោកសំរងស៊ីហើយដំណើរគ្នានោះក៏មានការផ្ដល់ឲ្យកម្មករចុះឈ្មោះចូលសហជីពរបស់លោករងឈុនប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងដែរបញ្ហាកោតកម្មបាតកម្មខុសច្បាប់និងការជជែកពីការដំឡើងប្រាក់ឈ្នួលជូនកម្មករនៅថ្ងៃអង្គារនេះក៏បានលើកឡើងដោយកាសែតនានាដែរនៅលើកោះសន្តិភាពងាកទៅមើល The Cambodia Daily នៅថ្ងៃនេះវិញកាសែតក៏បានចាប់អារម្មណ៍ពីដំណើររបស់លោកសំរងស៊ីទៅកាន់ Manhattan តំបន់សេដ្ឋកិច្ចពិសេសព្រំដែនភាគខាងកើតរបស់ប្រទេសដែរដោយ Daily ឡើងចំណងជើងថាលោកសំរងស៊ីចុះជួបកម្មករកម្មការិនីធ្វើកោតកម្មនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងតាមរយៈចំណងជើងនេះ Cambodia Daily បានរៀបរាប់ពីការចូលរួមបាតុកម្មរបស់កម្មករជាង 25,000 នាក់មកពី36រោងចក្រទាមទារឡើងប្រាក់ខែពី$80ដល់$154និងបញ្ឈប់ការពិន័យ$15ក្នុងមួយថ្ងៃនៅពេលកម្មករអវត្តមានមិនទៅធ្វើការកាសែតបានលើកឡើងពីការទៅដល់របស់លោកសំរងស៊ីនៅទីនោះតាមរយៈវីដេអូឃ្លីបរបស់គាត់ដោយមេបកប្រឆាំងរូបនេះនិយាយទៅកាន់កម្មករពី 3,000 នាក់ពីការគាំទ្រដំឡើងប្រាក់ឈ្នួលអប្បបរមា$160ក្នុងមួយ
ខែហើយនៅឆ្នាំ2018នឹងត្រូវបានដំឡើងដល់$300ដោយយោងទៅលើស្ថានភាពតម្លៃទំនិញមន្ត្រីការងារខេត្តស្វាយរៀងត្រូវកាសែតស្រង់សម្ដីថាអត្ថាធិប្បាយលោកសំរងស៊ីធ្វើឡើងបែបញុះញង់ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិតលោកលីហុងសុនបានប្រាប់កាសែតថាកោតកម្មកាន់តែហិង្សាខ្លាំងឡើងនឹងការធ្វើឲ្យកម្មករពាក់ព័ន្ធទៅនឹងនយោបាយបានធ្វើឲ្យពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាមិនសូវមានការចាប់អារម្មណ៍លោកបន្តប្រាប់កាសែតថារោងចក្រមួយចំនួនកំពុងត្រៀមខ្លួនចាកចេញពីប្រទេសកម្ពុជាទៅភូមាវៀតណាមនិងបង់ក្លាដេស